តើជាមួយនឹងការដោះសម្អាតម៉ាស៊ីនមួយនេះគឺយើងអាចមើលជាមួយនឹងក្បាលវាមុនដំបូងគេអានេះគឺសម្រាប់យើងខ្ជិះសម្រាប់ណាគឺវានឹងបើសម្រាប់ឲ្យយ៉ាសំទោសហើយទីគេបើសម្រាប់អញ្ចឹងណាហើយបន្តមកទៀតបើសិនយើងធ្វើការដោះសម្អាតនៅfilter នៅខាងក្នុងរបស់វាគឺយើងចុចកន្លែង lock នេះយើងចុចមកហើយទៅយើងដកចេញអូខេដកចេញពីនេះមកអញ្ចឹងអានេះយើងអាចដោះវាយកទៅលាងទឹកឲ្យស្អាតហាលស្ងួតចាំយើងយកមកគុំចូលវិញព្រោះអីអត់ត្រូវការឲ្យសាំទឹកទេដល់ពេលឥឡូវនេះយើងអាចមួវាបានណានេះយើងមួវាមកស្ដាំដៃមកយើងដោះចេញអីអានេះអីឃើញទលីកដីអត់ចាអានេះគឺយើងអាចយកវាទៅលាងទឹកហើយចាំខ្ញុំគុំចូលវិញក៏បានដែរហើយ filter នេះអាកន្លែងនេះគឺជា filter របស់វាយើងអាចកាច់វាមកកាច់វាមកខាងនេះហើយយើងដកចេញ Oh my god អញ្ចឹងអា filter នេះគឺយើងអាចយកវាទៅគោះដីចេះគោះអញ្ចឹងហើយយើងយកមកដាក់វិញនេះលាងទឹកអត់បានទេណាហើយយើងដាក់ចូលវិញអញ្ចឹងមកអូខេបន្តមកទៀតអានេះខាងក្រោយនេះគឺជា filter របស់វាអញ្ចឹងយើងមើលកន្លែងខាងលើនេះវាមានកន្លែង lock ហើយនិង unlock យើងmoveវាទៅកន្លែង unlock មកអូខេយើងដោះចេញហើយអានេះយើងគោះសងខាងនេះវាមានកន្លែងសងខាងសម្រាប់គោះហើយកោះវាឡើងមកអូខេអញ្ចឹងអាហ្នឹងវាគឺជា filter របស់វាមួយទៀតហើយ filter នេះគឺយើងអាចត្រឹមតែយកវាទៅគោះដីចេញទេហាមលាងទឹកអត់បានទេខូចហ្នឹងហើយដាក់ចូលវិញមកហើយយើងយកគម្របវាមកហើយយើងដាក់ចូលវិញអញ្ចឹងមកដាក់វាឲ្យត្រូវកលឹះនេះអាសញ្ញាព្រួយនេះឲ្យត្រូវនេះហើយយើងមួទៅខាង lock បើនេះរួចរាល់អញ្ចឹងយើងដាក់នេះចូលវិញយើងគ្រាន់តែយកអានេះមកយក snow វាយើងមកញ៉ាំបែបនេះឲ្យត្រូវកលឹះវាមកបន្ទាប់មកទៀតយើងសេរីវាហើយយើងកាច់វាទៅឆ្វេងដៃវិញខាងក្រោមកន្លែងម៉ាស៊ីនឡើងនេះអញ្ចឹងយើងយកអានេះឡើងមកលើវិញចូលបែបនេះមកមើលអាកន្លែងនេះហើយយើងរុញចូលមកអូខេរុញចូលហើយបន្តទៅយើងសង្កត់ចូលមកក្រោមអញ្ចឹងសម្រាប់ក្បាលម៉ាស៊ីនរបស់វាគឺដោះតែប៉ុណ្្នឹងទេចេះតាំងជាមួយនឹងការដោះក្បាលសម្អាតគឺយើងអាចមើលជាមួយនឹងកន្លែងខាងនេះបានយើងកាច់វាអញ្ចឹងយើងដកចេញអូខេអញ្ចឹងអានេះយើងអាចយកវាទៅសម្អាតបានសម្អាតហើយយើងដាក់ចូលវិញគឺយើងញាត់នឹងចូលមុនចូលបែបនេះមកក្រុមនេះឲ្យវាចូលងាំគ្នាចូលងាំនេះហើយបន្តមកទៀតឲ្យវាចូលឲ្យស៊ុបអញ្ចឹងណាហើយយើងកាច់វាមកខាងជាប់កលើដើមអូខេរួចរាល់បាននេះមិនខុសពីអានេះហ្មងនេះឲ្យអ្នកគ្នាអត់ខុសគ្នាទេកាច់វាអញ្ចឹងមកដូចគ្នាហ្នឹងឲ្យវាឲ្យចូលកលើវាអញ្ចឹងមកហើយយើងកាច់រួចរាល់ដំបូងយើងមើលយើងចុចឯហ្នឹងណាចុចវាមកយើងដោះនេះចេញយើងចាប់សងខាងនេះចាប់ទីសងខាងអញ្ចឹងមកយើងទាញចេញចេះអូខេទាញចេញពីនេះហើយយើងដាំគៀននេះជិះបីដាក់ដាំគៀននេះហើយអានេះរួចឡើងនេះគឺយើងមួលវាហើយយើងដកចេញអញ្ចឹងណាគឺយើងដាក់ចូលវិញមួលវាចូលវិញមកយើងយកនេះមកខាងក្រោមអញ្ចឹងមកដាក់ចេះឃើញទេគឺយើងមួលវាវិញមួលវាទៅតាមកន្លងដើមហើយយើងរុញធំ station វាតែម្ដងអញ្ចឹង station នេះដើម្បីឆែកជាមួយនឹងសម្រាមដោះឆែកធំខាងក្នុងគឺយើងមើលកន្លែងនេះអានេះមានសងខាងម៉ាស៊ីនតែមួយគោះទៅលើនេះម្រាមដៃយើងគឺគោះវាចេញអញ្ចឹងណាថងសម្រាមមើលឃើញអាពួរទៅក្រួយនេះហេយើងគោះវាចេញមកបែបនេះយកវាទៅចាក់ចោលបានយើងធ្វើការដាក់ថ្មីគឺយើងញាត់អានេះចូលមុនយើងពេលញាត់យើងមើលប្រឡោះសងខាងនេះហើយរុញវាទៅក្នុងតែប៉ុណ្ណឹងរួចរាល់ញាត់អានេះចូលមុនហើយយើងបបោះវាឡើងយើងរុញសួស្ដីដល់អ្នកគ្នាមានចង្អុលទៅជាមួយនៅអីវ៉ាន់ផ្សេងៗអាចខមមិននៅខាងក្រោមនេះហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានជាមួយនៅវីដេអូថ្មីៗបាយ